រឿងឆ្កែមើលឃើញខ្មោចយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលាងមេមាត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុបទ្រប់គេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធខ្ញុំឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់គាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលាងអារក្សនោះឯងបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅគ្មានភិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅរកផ្ទះដែលគេលាងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពេសំណែនដែលគេសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហើយចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ណាស់ម្ដេចក៏បុរសនោះមើលឃើញអញទើបសំដៅហើយសួរថាចុះអ្នកឯងម្ដេចក៏មើលអញឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះប្រទាលដែលប្តីហងឲ្យអញបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសពុំព្រមឲ្យក៏មានការប្រតាយប្រតប់ដណ្ដើមគ្នាប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ទាតែម្នាក់ឯងម្លោះហើយគេនាំគ្នាស្រឡាំងកាំងរោគជួយមិនកើតលុះប្រតាយប្រតប់អស់មួយសន្ទុះធំបុរសក៏ចង់រសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លេតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោច